As long as soon as, and as well as. They all sound very similar. They start with as and they end with as, but they're very different. Let me explain the difference. As long as basically is very similar to if. For example, I will give you my cat as long as you take care of it. I will give you my cat if you take care of it. It basically means this. And as soon as basically means immediately after. As soon as you reach the office, give me a call. It means immediately after you reach the office, give me a call. And as well as basically means in addition to. For example, I speak English as well as Russian. It means I speak English and I speak Russian too. Hope it's clear now. If you think it was useful, remember to share with your friends. ពាក្យ sack មានន័យថាបាន hey មានន័យថាចំបើងប៉ុន្តែពេលយើងនិយាយថា hit the sack or hit the hay មិនមានន័យថាវាយបាវវាយចំបើងទេណាមានន័យថា go to sleep ខ្ញុំទៅគេងហើយ For example I'm exhausted time to hit the sack ខ្ញុំអស់កម្លាំងណាទៅគេងសិនហើយសុំពាក្យអួលដើមកអង់គ្លេសគេហៅថាម៉េចក្នុង idiom expressions ឬក៏ការនិយាយនៅក្នុងភាសាអង់គ្លេសគេអត់មានពាក្យដូចគ្នាជាមួយនឹងអួលនៅក្នុងកដូចខ្មែរយើងទេក៏ប៉ុន្តែគេមានពាក្យផ្សេងដែលនៅក្នុងអត្ថន័យដូចគ្នាតោះចង់ដឹងថាយ៉ាងណាបងប្អូនមកតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះពាក្យទី1បងប្អូនអាចនិយាយថា choked up អញ្ចឹង choked up បានន័យថានិយាយអត់ចេញនិយាយអត់រួចដោយសារតែការរំជួលចិត្តខ្លាំងឧទាហរណ៍ក្នុងប្រយោគ She was choked up she could not answer នាងរំជួលចិត្តខ្លាំងដល់ថ្នាក់ឆ្លើយតបអ្វីពុំរួចពាក្យទី2វិញគឺ lost for words lost for word បានន័យថាការសោកសង្រេងការភ្ញាក់ផ្អើលឬក៏ស្ថានភាពដែលធ្វើឲ្យយើងនឹងនិយាយអ្វីពុំចេញអួលដើមកនឹងឯងតោះមកមើលឧទាហរណ៍ក្នុងប្រយោគ When she heard the news she was lost for words ពេលដែលដឹងនៅព័ត៌មាននាងភ្ញាក់ផ្អើលដល់ថ្នាក់រកពាក្យអ្វីមកស្ដីពុំបានពាក្យទី3បងប្អូនអាចប្រើពាក្យ speechless និយាយមិនចេញឬក៏ហាស្ដីពុំទៅរួចដោយសារតែយើងហួសចិត្តឬក៏យើងពិបាកចិត្តឬក៏យើងមានទុក្ខព្រួយអីជាដើមឧទាហរណ៍នៅក្នុងប្រយោគ The family was speechless with grief គ្រួសារមួយនេះសោកសៅដល់ថ្នាក់និយាយមិនចេញជាមួយនឹងទុក្ខព្រួយពាក្យទី4បងប្អូនអាចនិយាយថា emotionally shattered បើយើងបកប្រែខ្មែរគឺលក្ខណៈមនុស្សដែលមានវិបត្តិផ្លូវចិត្តដល់ថ្នាក់ផ្លូវចិត្តរបស់គាត់នឹងក្រំខ្ទេចខ្ទាំខ្ទេចខ្ទីជាដើមខ្ញុំឧទាហរណ៍នៅក្នុងប្រយោគឲ្យបងប្អូនបានដឹង He was emotionally shattered and sat in silence គាត់បានរងនៅភាពខ្ទេចខ្ទាំផ្លូវចិត្តហើយអង្គុយស្ងាត់តែឯងពាក្យចុងក្រោយគឺ tears welling up សំដៅទៅដល់ការដែលយើងអួលដើមកហូរទៅទឹកភ្នែកនិយាយអីអត់ចេញតោះមកមើលឧទាហរណ៍ក្នុងប្រយោគ With tears welling up she shook her head silently ជាមួយនឹងការបង្ហូរទឹកភ្នែកអួលដើមកនាងក្រវីក្បាលដោយភាពស្ងប់ស្ងាត់នេះខ្ញុំសង្ឃឹមថានេះខ្ញុំបានឆ្លើយតបជាមួយនឹងការស្នើសុំនៅក្នុងការបង្ហាញនៃពាក្យអួលដើមកនេះជូនទៅកាន់បងប្អូនសូមជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតពាក្យ being នេះអាចប្រើបាន4ប្រភេទខុសៗគ្នានៅក្នុងភាសាអង់គ្លេសហើយន័យវាក៏ខុសៗគ្នាតាមនឹងដែរទី1 being នឹងនិយាយអំពី action that is happening now សកម្មភាពដែលកំពុងតែកើតឡើងឥឡូវហ្នឹងប៉ុន្តែជាទម្រង់ passive
ជាទម្រង់ដែលទទួលរងអំពើពីគេ For example the car is being repaired ឡានកំពុងតែត្រូវបានជួសជុលទី2 being នឹងប្រើដើម្បីនិយាយអំពីសកម្មភាពដែលវា out of usual ដែលវាខុសប្លែកពីធម្មតា temporary behavior or unusual behavior she is being annoying គាត់នឹងដូចជារៀងគួរឲ្យរំខានណាបានន័យថាជាទូទៅគាត់នឹងជាមនុស្សដែលមិនគួរឲ្យរំខានអញ្ចឹងទេប៉ុន្តែឥឡូវហ្នឹងគឺគាត់ធ្វើអាសកម្មភាពគួរឲ្យរំខានហ្នឹងខុសពីធម្មតារបស់គាត់ហើយវា temporary ទេវាប្រអសនទេ Another example stop being noisy មើលធ្វើកំឡូរឡាមើលចាទី3 being នឹងមានន័យថា existence or a person ការដែលយើងមានវត្តមាននៅកន្លែងណាមួយឬក៏សភាវៈភាពជាមនុស្ស For example all living beings need water ភាវៈមានជីវិតទាំងអស់ត្រូវការទឹក Last one unexpectedly being នឹងគឺប្រើនៅក្រោយ preposition For example thank you for being honest អរគុណដែលស្មោះត្រង់ Thank you for being so kind អរគុណដែលមានចិត្តល្អ Idiom ភាសាអង់គ្លេសបើសិនជាបងប្អូនពិនិត្យមើលមួយចំនួនគឺតាក់ទងជាមួយចំណីអាហារឧទាហរណ៍ a piece of cake មួយជ្រុងមួយនៃនំ cake ន័យរបស់វាគឺរឿងអីមួយងាយស្រួល The exam was a piece of cake ការប្រឡងហ្នឹងគឺងាយស្រួលមែនតើ a couch potato ចឹងឃើញតាក់ទងជាមួយចំណីអាហារមកទៀតហើយគឺ potato បើនរណាគេម្នាក់ហៅយើងថាជា couch potato អាហ្នឹងគឺជាសម្ដីមួយដែលគេឌឺដងឬក៏មើងងាយយើងមកថាយើងនឹងខ្ជិលយើងចូលចិត្តគុយតែនៅលើសាឡុងមើលទូឬក៏គេប្រកបន័យមួយទៀតថាយើងធាត់អីយ៉ាងទៅអញ្ចឹង a couch potato in a nutshell nut គឺមានន័យថាគ្រាប់ធញ្ញជាតិ shell ហ្នឹងសម្បករបស់វាអញ្ចឹង in a nutshell នៅក្នុងសម្បកគ្រាប់ធញ្ញជាតិចឹងន័យរបស់វាមកទៅគឺមានន័យថានិយាយសរុបមកនិយាយឲ្យខ្លីមក in a nutshell cry over spilled milk milk ទឹកដោះគោ spilled ហ្នឹងគឺកពុប cry គឺយំអញ្ចឹងយំដោយសារទឹកដោះគោកពុបអត្ថន័យគឺមានន័យថាយើងកើតទុកមិនសុខចិត្តឬក៏យើងបារម្ភអំពីរឿងអីមួយដែលវាបានកើតឡើងហើយរឿងហ្នឹងអាចត្រឡប់ក្រោយបានទេអញ្ចឹងទឹកដោះគោតែកពុបហើយអាចត្រឡប់ក្រោយបានទេអញ្ចឹងវាគឺជា idiom មួយណាហើយជាទូទៅគេច្រើននិយាយថាចេះក្នុងភាសាអង់គ្លេសថា there's no point in crying over spilled milk គឺវាអត់មានមូលហេតុអីដែលយើងត្រូវយំត្រូវបារម្ភចំពោះរឿងណាមួយដែលវាកើតឡើងហើយវាមិនអាចត្រឡប់ក្រោយមកវិញបានទេពីរចុងក្រោយហើយសិតតែពាក់ព័ន្ធមួយសដែកទី1គឺ full of beans គឺចង់មានន័យថាមានថាមពល energetic my daughter is full of beans today កូនស្រីរបស់ខ្ញុំថ្ងៃនេះគឺមានថាមពលមកមានកម្លាំងកំហែងមានកម្លាំងកំហែងអញ្ចឹងមកចុងក្រោយគេគឺ spill the beans spill នឹងខ្ញុំប្រាប់បងប្អូនមិញហ្នឹងគឺយើងធ្វើកពុបអញ្ចឹង spill the beans ហ្នឹងគឺចាក់សណ្ដែកចេញអីចឹងឬក៏ចាក់សណ្ដែកឲ្យកពុបអីចឹងទៅអត្ថន័យគឺមានន័យថាលាតត្រដាងអាកំបាំងអូខេ spill the beans បងប្អូនសាកយក idiom មួយក្នុងចំណោម idiom ដែលខ្ញុំបានប្រាប់មិញហ្នឹងបង្កើតជាប្រយោគមួយមកហើយ comment ក្នុងវីដេអូនេះ buy បកប្រែថាទិញ sell បកប្រែថាលក់ I don't buy it អត់បកប្រែថាឬក៏អត់មានអត្ថន័យថាខ្ញុំអត់ទិញវាទេផ្ទុយទៅវិញវាមានន័យថាខ្ញុំអត់ជឿខ្ញុំអត់យល់ព្រមឬក៏ខ្ញុំអត់ទទួលយកខ្ញុំអាចឲ្យឧទាហរណ៍បងប្អូនដូចតទៅ He said he was late because of the traffic but I don't buy it គាត់និយាយថាគាត់មកយឺតដោយសារតែការកកស្ទះចរាចរណ៍ក៏ប៉ុន្តែខ្ញុំអត់ជឿគាត់ទេដូច្នេះ I don't buy it កន្លែងនេះបកប្រែថាខ្ញុំអត់ជឿគាត់ទេឧទាហរណ៍ទី2 She promised to change but I don't buy it នាងបានសន្យាថាកែខ្លួនក៏ប៉ុន្តែខ្ញុំអត់ជឿលើនាងទេមកដល់ពាក្យ sell វិញម្ដង I am sold បកប្រែថាខ្ញុំត្រូវបានលក់គឺអត់មានន័យថាបែបហ្នឹងឬក៏អត់បកប្រែថាអញ្ចឹងទេ I am sold បកប្រែថាខ្ញុំជឿជាក់ខ្ញុំទទួលយកខ្ញុំយល់ព្រមឧទាហរណ៍ Your plan sounds great
I am sold ផែនការរបស់អ្នកស្ដាប់ទៅល្អណាស់ខ្ញុំយល់ស្របជាមួយនឹងផែនការមួយនេះข้อទី2 That course looks helpful I am sold on it វគ្គសិក្សានេះទំនងជាមានប្រយោជន៍ខ្លាំងណាស់ខ្ញុំពេញចិត្តវាហើយខ្ញុំពេញចិត្តវគ្គសិក្សាមួយនេះហើយនាងខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានការចែករំលែកមួយនេះពីនាងខ្ញុំសូមជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតខ្ញុំភ្លេចទៅហើយភាគច្រើនយើងតែងតែនិយាយថា I forgot ប៉ុន្តែចំពោះជនជាតិដើមគេមានឃ្លាផ្សេងដែលគេអាចប្រើជំនួសបានតោះឥឡូវទៅស្ដាប់ទាំងអស់គ្នា It slipped my mind ខ្ញុំភ្លេចឲ្យឈឹងទៅ For example I'm sorry it slipped my mind អូខ្ញុំសុំទោសខ្ញុំភ្លេចឲ្យឈឹងIt completely escaped me ខ្ញុំភ្លេចទាំងស្រុងហ្មង For example The meeting completely escaped me ខ្ញុំភ្លេចរឿងប្រជុំហ្នឹងទាំងស្រុងហ្មង It didn't even cross my mind វាអត់នៅក្នុងខួរក្បាលខ្ញុំសោះហ្មងឬក៏អត់បានគិតដល់វាសោះហ្មង For example I didn't think about it It didn't cross my mind ខ្ញុំអត់បានគិតពីវាសោះវាអត់មាននៅក្នុងខួរក្បាលខ្ញុំសោះហ្មងបើអ្នកទាំងគ្នាស្ដាប់ទៅឃ្លាទាំង3ហ្នឹងមួយណាស្ដាប់ទៅរៀងតំណងជាងគេរៀនឃ្លាប្រយោគប្រចាំថ្ងៃជាមួយនឹងពាក្យ cut cut it out ជប់ទៅ Cut it out! Cut it out! Cut it out Cut it out! cut it out cut the crap ជប់និយាយពាក្យអត់បានការទៅ Cut the crap! Cut the crap! Cut the crap all together ពាក្យពីរនេះអានដូចគ្នាមានឋានៈពាក្យជា adverb ដូចគ្នាគុណកិរិយាមួយជាពាក្យមួយម៉ាត់មួយទៀតជាពាក្យពីរម៉ាត់ពាក្យពីរនេះមានន័យដូចគ្នាទេ all together តែមួយម៉ាត់បែបនេះ means completely in total បានន័យថាជារួមសរុបឬក៏ទាំងស្រុង For example the trip cost $200 all together ដំណើរកម្សាន្តនឹងចំណាយសរុប$200 I don't altogether agree with you ខ្ញុំមិនយល់ស្របទាំងស្រុងជាមួយអ្នកឯងទេចំណែកឯ all together បែបនេះ means everyone or everything in a group មនុស្សទាំងអស់ឬក៏វត្ថុទាំងអស់ជាក្រុម For example put the books all together on the table ដាក់សៀវភៅទាំងអស់ជុំគ្នានៅលើតុទៅ all together នេះក៏មានន័យថា at the same time ដែរក្នុងពេលតែមួយជាមួយគ្នា For example let's eat all together អញ្ចឹងក្នុងន័យនេះ let's eat all together អាចមានន័យថាតោះញ៉ាំទាំងអស់គ្នាជាក្រុមឬក៏តោះយើងញ៉ាំក្នុងពេលតែមួយទៅចាប់ផ្ដើមញ៉ាំទៅ They shouted all together ពួកគេស្រែកស្រោះគ្នារបៀបសុំគេឲ្យចុះថ្លៃជាភាសាអង់គ្លេសចំពោះឃ្លាទី1បងប្អូនអាចនិយាយជាមួយគេថា Can you do a better price Can you do a better price This is a bit expensive Can you do a better price វារៀងថ្លៃបន្តិចហើយតើអាចចុះថ្លៃជាងនឹងបានទេចំពោះឃ្លាទី2 Any chance you could knock the price down មានឱកាសចុះថ្លៃជាងនេះបន្តិចបានទេទី3 What is the best you can do What is the best you can do តើតម្លៃល្អបំផុតប៉ុន្មានដែលអ្នកអាចទៅរួចចំពោះទី4វិញគឺបែប Australian slang គឺគ្រាមភាសារបស់ជនជាតិអូស្ត្រាលីដែលគេតែងតែចូលចិត្តនិយាយថា Any wiggle room on the price Any wiggle room on the price It look great Any wiggle room on the price មើលទៅវាល្អណាស់មានលទ្ធភាពចុះថ្លៃជាងនេះបន្តិចបានទេទី5 Can you lower the price a little Can you lower the price a little I'm on a budget Can you lower the price a little ថវិការបស់ខ្ញុំមានកំណត់ចុះថ្លៃជាងនេះបន្តិចបានទេហើយឃ្លាចុងក្រោយនោះបងប្អូនអាចប្រើប្រាស់ថា What is your best price What is your best price $50 What is your best price 150 រៀលតើតម្លៃល្អបំផុតប៉ុន្មានអ្នកអាចទៅរួចនាងខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានរបៀបនៃការតថ្លៃជាភាសាអង់គ្លេសពីនាងខ្ញុំសូមជួបបងប្អូននៅក្នុងវីដេអូក្រោយៗទៀត Thailand กินขี้อีเฮียอีสัตว์อีควาย Thailand จอยมรายสีบายលេខដីសន្តាន Thailand ជន់លែនสีដីលួចស៊ីរត់ថ្ងៃ Thailand ចយមរា